of course គឺត្រូវហ្នឹងគឺអ្នកដែលថាចង់ទិញទៅពីអាមេរិកពេលខ្លះគេធុញនឹងការវេលុយមកអូយវេច្រើនតំណាក់អញ្ចឹងណាបើសិនមានអញ្ចឹងគឺ the best ជំរាបសួរចា៎នាងខ្ញុំកញ្ញាជុផៃ JP Queen នាងខ្ញុំជាអតិថិជននៅបរិយាលាមហ្នឹងរយៈពេល5ខែតាំងពីទិញមកមែនទេណាជាការពិតទៅអ្វីដែលខ្ញុំចូលចិត្តទី1ស្ងប់ស្ងាត់អានេះគឺចិត្តរបស់ខ្ញុំចូលចិត្តស្ងប់ស្ងាត់ហើយជុំវិញបរិយាលាមមានធម្មជាតិស្អាតមានស្រែមានអីអញ្ចឹងគឺជាអ្វីដែលយើងចូលចិត្តអ្វីដែលជាការថា natural ហើយបរិយាលាមគឺសន្តិសុខគេច្បាស់លាស់ចេញចូលអីចឹងគេសួរនាំច្បាស់លាស់សុវត្ថិភាពហើយមានអាងហែទឹកសម្រាប់យើងអ្នកណាក៏អាចហែទឹកបានគឺចូលចិត្តហែទឹកហើយនៅបរិយាលាមគេធ្វើអាងហែទឹកស្អាតទៅណាហើយយើងមក relax អីយ៉ាងថ្ងៃចុងសប្តាហ៍អីយ៉ាងទៅហើយអ្វីដែលសំខាន់ហ្នឹងគឺស្ងប់ស្ងាត់ហើយសុវត្ថិភាពអាហ្នឹងគឺអ្វីដែលខ្ញុំទទួលបានហើយស្រឡាញ់ពេញចិត្តមកដែលចាប់អារម្មណ៍តែលុយមិនទាន់ដល់គឺ Oasis ហើយមើលស្មាតទៅបើអាហ្នឹង Oasis គឺអូយគឺ perfectតែអានឹងគឺជាសុបិនគឺជាសុបិនមនុស្សយើងមានការសុបិនបានធ្វើឲ្យយើងមានកម្លាំងចិត្តតែបន្ទាប់ពីផ្ទះខ្ញុំគឺអូខេអនាគតបើយើងមានសមាជិកច្រើនយើងអាចទៅជា Oasis អញ្ចឹងមែនទេ Oasis ហ្នឹងគឺមានបន្ទប់ច្រើនហើយមានសម្រាប់ដែរអ្នកដែលមានកូនមានចៅសមាជិកគ្រួសារច្រើនគឺត្រូវតែខ្ញុំនៅតែពី3នាក់អញ្ចឹងអ្វីដែលខ្ញុំនៅហ្នឹងគឺ Legacy ហ្នឹងគឺ perfect សម្រាប់ខ្ញុំហ្នឹងអ្វីដែលតាក់ទាញហ្មងដើរចូលហ្មងគឺម៉ូដផ្ទះនេះគឺស្អាតចម្លែកហើយលក្ខណៈថាស្អាតបែបអឺរ៉ុបស្អាតបែបអឺរ៉ុបហ្មងជាគេថាម៉ូដផ្ទះមួយដែលមិនដូចអ្នកណាជាគេថា iconic ជារបស់ខ្លួនឯងមកហើយស្អាតដើរចូលមកគឺមុខផ្ទះហ្មងមុនដំបូងគឺស្អាតចូលមកគឺកន្លែងអង្គុយលេងក៏ស្អាត decor ស្អាតហើយអ្វីដែលសំខាន់គឺក្រោយ background ខ្ញុំនេះគឺស្អាតមកហើយបើសិនតែ decor អញ្ចេះផងគឺគ្រាន់តែចុះមកពីលើផ្ទះឃើញកន្លែង bar កន្លែងនេះកន្លែងយើងនេះkitchen យើងហ្នឹងគឺមានក្តីសុខតែម្ដងវិញឡើយអានេះគឺជាអ្វីដែលខ្ញុំពេញចិត្តហើយចូលចិត្តពី Oasis Villa ហ្នឹងអាហ្នឹងគឺ of course គឺត្រូវហ្នឹងគឺអ្នកដែលថាចង់ទិញទៅពីអាមេរិកពេលខ្លះគេធុញនឹងការវេលុយមកអូយវេច្រើនតំណាក់អញ្ចឹងណាបើសិនមានអញ្ចឹងគឺ the best គឺវាប្រសើរសម្រាប់អ្នកដែលចង់ទិញផ្ទះនៅក្រៅប្រទេសហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនដែលកំពុងតែមានចំណាប់អារម្មណ៍នៅក្រៅប្រទេសថាអូយបងជូព្រៃខ្ញុំចង់ទៅនៅជិតបងជូព្រៃឯងដែរតែខ្ញុំនៅអាមេរិកឥឡូវពិបាកនឹងការនេះខ្ញុំចង់មានផ្ទះមួយសម្រាប់ holiday ឬ vacation របស់ខ្ញុំអញ្ចឹងតាក់ទងមកបរិយាលាមមកមេឡើគេមានលក្ខណៈថាវេលុយពីនោះហ្មងមិនបាច់ចាំវេលុយអញញ៉ៃច្រើនទេហើយក៏ follow up ជាមួយនឹងក្រុមការងាររបស់បរិយាលាមហ្មងមេឡើឃើញដែរស្រួលមានឆុយច្រើនហ្នឹងស្រួលមិនចាំបាច់អញញ៉ៃច្រើនសម័យហ្នឹងទិញភ្លាមបានភ្លាមហើយមិនបាច់ចាំខ្លួនមកដល់ឬក៏វេលុយញ៉ៃ3 4តង់ទេវេត្រង់ពីប្រទេសផ្សេងមកចូលក្នុងបរិយាលាមហ្មងហើយព័ត៌មានលម្អិតកុំភ្លេចសួរនៅទីស្នាក់ការរបស់បរិយាលាមទៅមកលើណាចាមកលើចាជាចុងក្រោយមកលើផ្ទះនៅបរិយាលាមនេះមិនមែនធម្មជាតិផ្ទះនៅមកលើយើងអាចវិនិយោគទុនបានដោយសារតែឥឡូវគឺបានព័ត៌មានពីរាជរដ្ឋាភិបាលថាកន្លែងនេះខ្ញុំនៅនេះអនាគតទៅគេនឹងធ្វើជា new city ទីក្រុងថ្មីមកលើអញ្ចឹងយើងអាចមកទិញផ្ទះដើម្បីវិនិយោគទុននៅបរិយាលាមបានណាមកលើណាអញ្ចឹងកុំភ្លេចមកមើលលេងមកលើនៅខាងវត្តភ្នៀតកប់ស្រូវយើងអនាគតទៅកន្លែងនេះគឺជាអភិវឌ្ឍខ្លាំងមកលើណាមកទិញមកអត់ខំណងមកលើណាជាមួយនឹងខ្ញុំក៏នៅនឹងហើយអនាគតពុកម៉ែបងប្អូនមកនៅបរិយាលាមយើងច្រើនមកលើណាទិញសម្រាប់លក់ទៅអនាគតវិនិយោគទុនក៏ចំណេញដែរមកលើណាដីទៅនេះ